ខ្ញុំសប្បាយចិត្តតាមបងប្អូននៅពេលដែលបានលើថាមានបទច្បាញ់រយៈពេល72ម៉ោងស្មើនឹង3ថ្ងៃខ្ញុំបានស្ដាប់ព័ត៌មានពីបងប្អូនដែលរស់នៅតាមបន្ទាត់ព្រំដែនទៅគេបានចែករំលែកថាពិតជាស្ងាត់មែនសប្បាយចិត្តខ្លាំងនិយាយរួមតើអ្នកមានបងប្អូនសាច់ញាតិដែលធ្វើជាទាហានជួរមុខបានយល់អារម្មណ៍មួយនេះគឺមានការអជាខ្លាំងគឺចង់ឲ្យបន្តមានបទឈប់បាញ់មិនត្រឹមតែ72ម៉ោងទេគឺជារៀងរហូតតែម្ដងហើយបងប្អូនខ្មែរយើងក៏ឈប់ផុសឌៀមដាមឌឺដួសឲ្យពួកនឹងដែរបងប្អូនយើងស្អប់វាហើយយើងកុំទៅជ្រលក់មាត់ជាមួយពួកវាព្រោះអីពួកនេះវាអត់ហ៊ានទទួលស្គាល់ការពិតទេយើងនិយាយការពិតគឺវាខឹងយើងអញ្ចឹងយើងឈប់ជ្រលក់មាត់ជាមួយពួកវាទៅចាប់ពីថ្ងៃនេះតទៅយើងរស់យើងវារស់វាមិនបាច់ចាំពាក់ព័ន្ធអីនឹងគ្នាទេបើជាត្រូវគ្នាក៏ដោយឈប់គ្រប់គ្រងផលិតផលពួកវាជាដាច់ខាតព្រោះពួកអស់នេះយើងមើលវាមិនឃើញទេថ្ងៃណាមួយវាធ្វើបាបយើងម្ដងទៀតក៏ថាបានដែរចឹងបានថាឈប់ឌៀមដាមឈប់ឌឺដួសឈប់និយាយចូលវាយំទៅកុំនិយាយអីពាក់ព័ន្ធនឹងពួកវាទៀតយើងដឹងថាវាអាក្រក់ហើយយើងកុំជ្រលក់មាត់មួយពួកវាខិតខំងាកមកសាងខ្លួនឯងក៏ដូចជាប្រទេសជាតិយើងឲ្យបានរីកចម្រើនខ្លាំងជាងវាទៅបានហើយយើងឈ្នះវាទាំងអស់គ្នាត្រូវទទួលស្គាល់ថានៅពេលដែលប្រទេសយើងខ្លាំងសេដ្ឋកិច្ចយើងរីកចម្រើនគឺគ្មាននរណាហ៊ានមកប៉ះយើងទេតាមសង្កេតមើលទៅថៃដែលវាសង្គ្រប់មកលើយើងប្រហែលថ្ងៃនេះគឺដោយសារវាគិតថាយើងខ្សោយយើងមានប្រជាជនតិចទ័ពយើងតិចថវិកាយើងតិចបានវិហានប៉ះយើងខ្លាំងដល់ម្លឹងអញ្ចឹងចាប់ពីថ្ងៃនេះតទៅបងប្អូនអរគ្នាត្រូវខិតខំរកស៊ីសិក្សារៀនសូត្រនៅចំណេះជំនាញថ្មីល្អពង្រឹងសមត្ថភាពខ្លួនឯងដើម្បីជួយសង្គមជាតិមួយនេះឲ្យបានរីកចម្រើនទៅមុខហើយយើងមានលុយច្រើនទិញសភាវុធទំនើបយកមកតុកការពារប្រទេសយើងអានឹងយើងតុកការពារខ្លួនយើងតទៅមុខទៀតចឹងណាឲ្យពួកសត្រូវឈ្លានពានដែលស្រេកឃ្លានទឹកដីនឹងវាមើងងាយយើងបាទថ្ងៃនេះចេះនិយាយមករៀងខុសសាច់រឿងជាមួយនឹងរូបភាពវីដេអូបន្តិចបាទដោយសារតែអខ្លាំងពេកឥឡូវបងប្អូនដូចសពមួយដងអញ្ចឹងគឺខ្ញុំចេញមកលងអ្នកទាំងអស់គ្នាទៀតហើយបាទយើងធ្វើការងារអីយើងបន្តការងារយើងចឹងណាដូចខ្ញុំអ្នកផលិតវីដេអូអញ្ចឹងខ្ញុំបន្តផលិតធម្មតាឡើងវិញបាទគាត់ថាក្នុងដំណាក់កាលនេះបងប្អូនអរគ្នាកុំធ្វើការផុសអីរំច្រៀងសប្បាយព្រោះអីទោះបីមានបទឈប់បាញ់ពិតមែនប៉ុន្តែយើងខាត់បងដូចជាអាយុជីវិតកងទ័ពក៏ដូចជាបងប្អូនប្រជាពលរដ្ឋជនស៊ីវិលធ្លុតត្រង់ហើយនឹងរបស់របរស្ទះសប្បាយសាលារៀនយូរទៅយើងខាត់បងច្រើនមែនតើយើង content creator ទាំងឡាយយើងកុំព្យាយាមបង្កើតជា content តាក់ទងនឹងភាពសប្បាយរីករាយខ្លាំងពេកបាទយើងព្យាយាមជួយកាន់និងជួយរំលែកទុកដល់បងប្អូនពលីដើម្បីជាតិមាតុភូមិមួយនេះពួកយើងត្រូវតែចងចាំចំពោះការលះបង់ដ៏ធំធេងរបស់ពួកគាត់សម្រាប់ប្រទេសរបស់យើងហើយពួកយើងដែលនៅជួរក្រោយនេះក៏ត្រូវតែហ៊ានលះបង់ដើម្បីពួកគាត់ដូចគ្នាឥឡូវខ្ញុំសូមស្លេះប៉ុណ្្នឹងសិនបាទងាកមកចូលប្រធានបទយើងវិញបាទថ្ងៃនេះខ្ញុំបានបត្រាស្វាយក្លុកជាមួយអំបិលម្ទេសបាទដើម្បីបន្តបង្កើនសាច់ដុំភ្នែករបស់ fan របស់ខ្ញុំកុំឲ្យពួកគាត់ភ្លេចមុខយើងចឹងណាឥឡូវតបន្ទាប់ពីយើងធ្វើការដាក់គ្រឿងបត្រាស្វាយដូចជាអំបិលរបស់យើងចូលក្នុងចានហើយគឺយើងចាប់ដើមធ្វើការក្រឡុកវានឹកឃើញការមុនផ្ទុះខ្លាំងហើយវីដេអូខ្ញុំក្លុកបត្រាជាមួយមកឥឡូវលើកហ្នឹងសូមក្លុកជាមួយស្វាយម្ដងមិនញៀនមិនញ៉ាំជាមួយនឹង view ទេតែដោយសារតែយើងឃ្លានផងទេបាទជាទូទៅគឺខ្ញុំតែងតែធ្វើម្ជូរហូបយ៉ាងតិចក៏ម្ដងឬក៏2ដងដែរក្នុងមួយសប្ដាហ៍ពិសេសគឺថាពេលរសៀលគឺថាអូឡើងសាបមាត់យកតែម្ដងបាទឥឡូវជាថ្មីម្ដងទៀតទាំងអស់គ្នាឃើញវីដេអូនេះមកប្រហែលដែរបាទអញ្ចឹងកុំអាចជេរកុំអាចដាក់បដាសាខ្ញុំអាចសាកល្បងធ្វើហូបខ្លួនឯងបានបាទអត់សូវជាថ្លៃប្រហែលទេបងប្អូនម្ជូរបត្រាស្វាយយើងគឺថាថោកទេខែនេះទាំងអស់គ្នាលេងអំបិលឲ្យតែត្រូវទៅគឺថាគ្រឿងក្លុករបស់យើងគឺដឹងតែឆ្ងាញ់ហើយ shake it អូយបងប្អូនគ្នាតំណងខ្លាំងណាស់អូឡើងឈ្ងុយបងប្អូនគ្នាកុំតន់អាចជេរអាថាណាសាកបងធ្វើខ្លួនឯងបាន7អត់មានខ្វះទេហើយវីដេអូហ្នឹងក៏ខ្ញុំបានចេញពេលយប់ដែរតែបងប្អូនគ្នាអូសចំទៅពេលយប់ខ្ញុំអត់ដឹងទេណាបត្រាមួយសិនបាទបត្រាប៉មចឹងទាំងអស់គ្នាអាចទស្សនាពីរូបឆោមគ្រឿងក្លុករបស់ខ្ញុំបានគឺថាបន្ទាប់ពីក្រឡុកហើយនឹងគឺថាសម្រាប់គេគឺថាផោផងឈ្នះអស់មាអានេះបើសិនជាមានមកកាក់មានខ្វិតមាន7ខ្ចីទៀតអូមិនដឹងជាអែមខ្លាំងប៉ុណ្ណានេះប៉ុន្តែប៉ុណ្ណេះក៏ឆ្ងាញ់ដែរបងប្អូនគឺថាអែមយកតែមិនអស់គាត់ថាបើសិនបើយើងបានសពមកទៅគឺថារសជាតិមានន័យជ្រៅហើយការចេញលងបន្លាចរបស់យើងនឹងគឺប្រកបដោយគុណភាពផងដែរឥឡូវនេះដោយសារតែម្ជូរក្លុករបស់យើងបានរួចរាល់ 100% ហើយឥឡូវតោះមកធ្វើការហូបជាមួយនឹងខ្ញុំបាទសិនទាំងអស់គ្នាស្វាយដល់គ្នាបត្រាប៉មអានេះមិនប៉មទេបត្រាប៉មរសជាតិគឺថាល្មមឆ្ងាញ់តែម្ដងspicy
ល្មមឆ្ងាញ់ចាំដងបត្រីធំដល់អស់នេះ